អឺពងបើពុកមិនអាណិតខ្លួនឯងទេក៏គួរតែអាណិតអារាជផងព្រោះវាត្រូវដើរកាត់វាលស្រែទាំងយប់ទៅទិញស្រាឲ្យពងរាល់ថ្ងៃនេះវាคล้ายជាក្មេងដែលគេដេញជេរពេញភូមិទៅហើយស្អែករហូត2 ឆ្នាំហើយដែលពុកគិតតែពិផឹកបន្ទាប់ពីម៉ែចែកឋានទៅគិតតែពួកខ្ញុំមិនចេះឈឺចាប់ទេអីត្រាវាខំបេះបន្លែតាមបឹងយកទៅដូងអង្គគេរាជវាត្រូវលះបង់ការរៀនសូត្រទៅនៅវត្តដើម្បីមកមើលថែពងឈប់ផឹកទៅណាពុកណាស្អែកនេះយើង3នាក់បងប្អូននឹងពងចុះទៅច្រូតស្រូវនៅវាលខាងជើងទាំងអស់គ្នាធ្វើការរួចយើងយកបន្លែនិងត្រីដែលស្ទូចបានយកមកធ្វើម្ហូបហូបបាយជុំគ្នាណាពុកណាពងកុំរំលឹកពីរឿងចាស់ទៀតអីសំខាន់គឺពេលនេះពុកនៅជាមួយខ្ញុំរួមកម្លាំងជាមួយពួកខ្ញុំស្រូវប៉ុណ្ណេះច្រូតតែ2 ថ្ងៃទៀតគង់ទៅរួចទេរឿងឪពុកប្រមឹងនាពេលប្រលំខ្ទមឈើចាស់មួយខ្នងនៅចុងភូមិផ្សែងបារីស្លឹកសង្កែអណ្ដែតឡើងទៅលើមេឃឌីអង្គុយទំរែតខ្នងផ្អែកនឹងសសរផ្ទះដៃកាន់ត្រឡោកដូងដាក់ស្រាសហុងត្រានិងរាជអង្គុយជុំវិញចង្គៀងប្រេងកាតនៅលើរានហាលឌីនិយាយដោយសំឡេងស្អកបន្ទាប់ពីលើកត្រឡោកស្រាផឹងហុងហើយឯងមើលមុខអញធ្វើស្អីឬក៏ស្រាសមកត្រឡោកនេះវាទាស់ខុសអីជាមួយឯងពងពុកផឹកតាំងពីព្រឹកទល់ល្ងាចស្រូវដែលនៅក្នុងជង្រុកឥឡូវនេះចិត្តអស់ទៅហើយពុកមិនគិតជួយច្រូតកាន់គិតតែពីសវឹងទំរែតខ្លួនបែបនេះអញជាឪឯងណាអាហុងអញរស់នៅស្រុកស្រែនេះតាំងពីឯងមិនទាន់កើនស្រូវប៉ុណ្ណឹងច្រូតពេលណាក៏បានដែរពងបើពុកមិនអាណិតខ្លួនឯងទេក៏គួរតែអាណិតអារាជផងព្រោះវាត្រូវដើរកាត់វាលស្រែទាំងយប់ទៅទិញស្រាឲ្យពងរាល់ថ្ងៃនេះវាคล้ายជាក្មេងដែលគេដេញជេរពេញភូមិទៅហើយនិយាយអញ្ចឹងពងកាលពីល្ងាចមិញមីងតាក៏ថាកុំឲ្យខ្ញុំទៅជពាក់ស្រាគាត់ទៀតអីនាងមេម៉ាយតានោះវាដឹងស្អីវាអញមានដីមានស្រែស្អែកចាំអញច្រូតស្រូវយកទៅសងវាពួកឯងក៏មកបដៅអញស្អែករហូត2 ឆ្នាំហើយដែលពុកគិតតែពិផឹកបន្ទាប់ពីម៉ែចែកឋានទៅគិតតែពួកខ្ញុំមិនចេះឈឺចាប់ទេអីត្រាវាខំបេះបន្លែតាមបឹងយកទៅដូងអង្គគេរាជវាត្រូវលះបង់ការរៀនសូត្រទៅនៅវត្តដើម្បីមកមើលថែពងបងហុងស្ងប់អារម្មណ៍សិនទៅបងនិយាយជាមួយពុកពេលស្វឹងអញ្ចឹងគ្មានបានការអីទេឌីស្ងាត់មាត់មួយសន្ទុះភ្នែកសម្លឹងមើលទៅចង្គៀងប្រេងកានពួកឯងគិតថាអញសប្បាយចិត្តណាស់មែនទេរាល់ថ្ងៃរាល់ពេលអញបើកភ្នែកឡើងអញឃើញតែភាពក្រីក្រឃើញតែដំបូលផ្ទះធ្លុះធ្លាយអញនឹកម៉ែឯងអញដើម្បីបំភ្លេចភាពទន់ខ្សោយរបស់ខ្លួនឯងរាជបានដើរទៅជិតឪពុកហើយក៏ដាក់ខ្លួនចុះអង្គុយចិនពងបើពុកនឹកម៉ែពុកត្រូវធ្វើជាឪពុកដ៏ល្អដោយកាលម៉ែនៅរស់ម៉ែកាលនៅរស់ម៉ែតែងតែប្រាប់ថាពុកជាមនុស្សរឹងមាំជាងគេនៅក្នុងភូមិទឹកភ្នែករបស់ឌីបានស្រក់ចុះមកលើក្បាលជង្គង់ដៃគាត់ក៏ចាប់ផ្ដើមញ័ររាជកូនហុងអង្គុយចុះវិញហើយប្រើសំឡេងដ៏ស្រទន់ទៅកាន់ឪពងពួកខ្ញុំមិនដែលស្អប់ពុកទេតែពួកខ្ញុំត្រូវការពងត្រូវការមេគ្រួសារម្នាក់ដែលរួមសុខរួមទុក្ខជាមួយគ្នាយើងគ្មានទ្រព្យសម្បត្តិទំនើបគ្មានប្រាក់កាសច្រើនទេតែយើងមានដៃមានជើងអាចធ្វើស្រែចម្ការបានត្រាឈោងដៃយកត្រឡោកស្រាពីដៃឪពងឈប់ផឹកទៅណាពុកណាស្អែកនេះយើង3នាក់បងប្អូននឹងពងចុះទៅច្រូតស្រូវនៅវាលខាងជើងទាំងអស់គ្នាធ្វើការរួចយើងយកបន្លែនិងត្រីដែលស្ទូចបានយកមកធ្វើម្ហូបហូបបាយជុំគ្នាណាពុកណាព
ឌីយំខ្សឹកខ្សួលនឹងយកដៃជូតទឹកភ្នែកចេញអញខុសហើយកូនអញអាត្មានិយមណាស់អញបណ្ដោយឲ្យស្រាគ្របដណ្ដប់ចិត្តអញបានហងត្រារាជឲ្យពុកសុំទោសផងណាកូនរាជញញឹមទាំងទឹកភ្នែកអត់អីទេពងស្អែកខ្ញុំជាអ្នកកាន់កន្ត្រកដាក់បាយឲ្យពុកនិងបងតោះពងចូលទៅសម្រានទៅស្អែកព្រលឹមឡើងយើងនឹងមានការងារច្រើនត្រូវធ្វើរួមគ្នានៅរាត្រីនោះចង្គៀងប្រេងកាតត្រូវបានផ្លុំពន្លន់ប៉ុន្តែពន្លឺនៃកតញ្ញូតានិងការកែប្រែខ្លួនក៏បានចាប់ផ្ដើមបំភ្លឺខ្ទមចាស់នោះជាថ្មីម្ដងទៀតព្រះអាទិត្យរះមិនទាន់បានស្រួលបួលផងសំឡេងសត្វចាបយំប្រដេញគ្នានៅលើមេឃស្វាយចាស់បានដាស់អ្នកនៅក្នុងខ្ទមឲ្យភ្ញាក់ពីដំណេកហុងត្រានិងរាជបានក្រោកពីព្រលឹមរៀបចំរបាំងនិងកណ្ដៀវច្រូតស្រូវប៉ុន្តែអ្វីដែលធ្វើឲ្យបងប្អូនទាំង3នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺបានឃើញឌីដែលជាឪពុកកំពុងអង្គុយជូតកណ្ដៀវយ៉ាងស្អាតនៅរានហាលដបស្រាដែលធ្លាប់តែនៅក្បែរក៏ត្រូវបាត់ស្រមោលឈឹងហុងឈរមើលឪពុកទាំងញញឹមពងពុកក្រោកពីព្រលឹមម្លេះតែយប់មិញពុកសម្រានលក់ស្រួលទេឌីលើកកណ្ដៀវមើលផ្លែរួចងើបមុខងាកមកមើលកូនអាហុងយប់មិញជាយប់ដំបងហើយដែលអញដេកលក់ស្ងប់ស្ងាត់ល្អណាស់គ្មានយល់សប្តិយសងអាក្រក់អីទេហើយក៏គ្មានសវេសវ៉ារោគស្រាដែរពុករៀបចំកណ្ដៀវឲ្យពួកឯងរួចរាល់អស់ហើយត្រាដែលចេញពីផ្ទះបាយទាំងដៃកាន់បំពង់ទឹកមកជាមួយផងខ្ញុំរៀបចំទឹកនិងបាយកញ្ចប់ស្លឹកចេករួចរាល់អស់ហើយបងហុងពងថ្ងៃនេះក្តៅបន្តិចហើយណាវាលខាងជើងគ្មានដើមឈើធំជ្រកទេមិនអីទេកូនកាលអញនៅកំឡោះក្តៅប៉ុណ្ណឹងអញទ្រាំបានតើដីស្រែភូមិយើងនេះអញស្គាល់ច្បាស់ណាស់តោះពងតោះបងថ្ងៃនេះខ្ញុំធ្វើជាអ្នកជូនស្បៀងទិដ្ឋភាពនៅវាលស្រែពណ៌លឿងទុំខ្យល់បក់រំភើយបោកបក់ដើមស្រូវបង្កើតជារលកដូចជារលកសមុទ្រអ្នកទាំង4នាក់បានចុះទៅវាលស្រែដោយភាពសកម្មឌីទោះបីជាមានកម្លាំងថមថយបន្តិចដោយសារតែការផឹកស្រាច្រើនឆ្នាំប៉ុន្តែបទពិសោធន៍ធ្វើស្រែរបស់គាត់នៅតែមានការស្ទាត់ជំនាញត្រាច្រូតស្រូវបណ្ដើរងាកមកមើលឪពុកបណ្ដើរពងមើលទៅស្រូវឆ្នាំនេះល្អជាងឆ្នាំមុនឆ្ងាយណាស់ណាពងឌីឈប់សម្រាកបន្តិចយកក្រមាចាស់ជូតញើសនៅលើថ្ងាសហើយកូនអើយដីយើងនៅចិត្តអូបើឆ្នាំណាមានទឹកគ្រប់គ្រាន់ស្រូវបានផលល្អអញ្ចឹងហើយនេះមកពីអញអាក្រក់ទុកដីស្រែចោលឲ្យស្មៅដុះលំជុកបើអញមិនភ្ញាក់ខ្លួនទេម៉ែពួកឯងនៅឋានសួគ៌ឯណោះប្រកាសជាយំខានទេពងកុំរំលឹកពីរឿងចាស់ទៀតអីសំខាន់គឺពេលនេះពុកនៅជាមួយខ្ញុំរួមកម្លាំងជាមួយពួកខ្ញុំស្រូវប៉ុណ្ណេះច្រូតតែ2ថ្ងៃទៀតគង់ទៅរួចទេពេលលក់ស្រូវបានយើងអាចទិញមេមាន់មកចិញ្ចឹមបន្ថែមបានពងបងចេញមកហូបបាយថ្ងៃត្រង់សិនមកខ្ញុំក្រាលស្លឹកចេករួចអស់ហើយទាំងអស់គ្នាបានដើរមកជ្រកក្រោមដើមជ្រៃធំយ៉ាងត្រឈឹងត្រឈៃរាជបានបើកកញ្ចប់បាយស្លឹកចេកដែលមានប្រហុកដុតនិងបន្លែព្រៃដែលត្រាបានបេះកាលពីព្រឹកមិញបាយហូបនៅវាលស្រែជាមួយកូនបែបនេះមានរសជាតិឆ្ងាញ់ជាងស្រាមកត្រឡោកទៅទៀតអញចង់ភ្លេចរសជាតិបាយជុំគ្នាបែបនេះយូរមកហើយបើអញ្ចឹងពុកត្រូវទៅពិសាឲ្យបានច្រើនណាដើម្បីឲ្យមានកម្លាំងច្រូតស្រូវជាមួយពួកខ្ញុំទៀតអូបងហុងមើលនរណាដើរមកនោះទេដូចជាប្រហែលអូអ៊ំមេភូមិទេដឹងអ៊ំមេភូមិមែនតាគាត់ដើរតម្រង់មកកន្លែងយើងហើយ
មេភូមិដើរកាន់ឈើច្រត់មកដល់ក្រោមដើមជ្រៃដោយស្នាមញញឹមអាឌីអើយអញដើរកាត់តាមនេះព្រោះឃើញឯងនឹងកូនច្រូតស្រូវយ៉ាងសកម្មអញអត់ទ្រាំនឹងអបអរសាទរបានមែនអាឌីកាលពីមុនត្រឡប់មកវិញហើយណោះ ជំរាបសួរបានខ្ញុំខុសកន្លងមកច្រើនណាស់បើគ្មានកូនជួយដាស់តឿនទេខ្ញុំប្រហែលជាស្លាប់នៅក្នុងថ្លុកស្រាបាត់ទៅហើយបានចឹងល្អហើយណាអាឌីមនុស្សយើងអ្នកណាក៏ធ្លាប់ខុសដែរសំខាន់ឲ្យតែចេះកែខ្លួនអាហុងអាត្រាអារាជពួកឯងទាំង3នាក់នេះកតញ្ញូណាស់ភូមិយើងត្រូវការគ្រួសារដែលស្រឡាញ់គ្នាបែបនេះណែបន្តិចទៀតភូមិយើងនឹងមានការប្រកួតធ្វើស្រែគំរូអញនឹងជួយសម្រួលរឿងពូជស្រូវឲ្យឯងណាបាទខ្ញុំអរគុណលោកអ៊ំណាស់ពួកខ្ញុំនឹងខិតខំធ្វើឲ្យបានល្អបំផុតឌីសម្លឹងមើលកូនទាំង3ដោយខ្សែភ្នែកមានពន្លឺនៃក្តីសង្ឃឹមស្អែកនេះអញនឹងនាំពួកឯងទៅសងបំណុលថ្លៃស្រាគេឲ្យអស់ហើយចាប់ពីពេលនេះតទៅខ្ទមចាស់របស់យើងនឹងមានតែសម្លេងសើចក្អាកក្អាយនិងសេចក្តីសុខព្រះអាទិត្យចាប់ផ្ដើមជ្រៀងជ្រេទៅទិសខាងលិចពន្លឺព្រះអាទិត្យពណ៌ក្រហមឆ្អិនឆ្អៅក៏បានចាំងភ្លេចទៅលើវាលស្រែសម្លេងសើចសប្បាយរបស់អ្នកទាំង4បានលាន់ឮពេញវាលស្រែដែលជាសញ្ញានៃការចាប់ផ្ដើមជីវិតថ្មីដែលពោរពេញដោយក្តីសង្ឃឹមនិងភាពកក់ក្ដៅ4ខែក្រោយមកវាលស្រែដែលធ្លាប់តែស្ងាត់ជ្រងំបានប្រែជាពណ៌លឿងទុំស្រស់បំព្រងស្រូវដែលច្រូតកាត់និងបោកបក់រួចរាល់ត្រូវបានប្រមូលដាក់នៅក្នុងជង្រុកយ៉ាងត្រឹមត្រូវនៅចុងសប្តាហ៍នោះឌីបាននាំកូនប្រុសទាំង3របស់គាត់ដើរតម្រង់ទៅផ្ទះអ្នកលក់ស្រារបស់ភូមិដើម្បីកាត់ផ្ដាច់រឿងរ៉ាវអតីតកាលទាំងស្រុងឌីឈរនៅមុខរានហាលផ្ទះអ្នកលក់ស្រាក្នុងដៃកាន់ថង់ប្រាក់នាងតាអើយខ្ញុំយកប្រាក់ថ្លៃស្រាដែលជំពាក់កន្លងមកយកមកសងទាំងអស់អ្នកលក់ស្រាដែលចេញមកទាំងភ្ញាក់ផ្អើលសម្លឹងមើលឌីតាំងពីលើដល់ក្រោមអូយស្លាប់ហើយពូឌីខ្ញុំស្ទើរតែចំណាំបានទេនេះមុខមាត់ស្រស់បំប្រងគ្មានក្លិនស្រាសដូចជាមុនសោះខ្ញុំលើគេថាពូឈប់ផឹកស្រាហើយមិននឹកស្មានថាជាការពិតសោះនេះបានពុកខ្ញុំគាត់ឈប់ផឹកស្រាយូរហើយលុយនេះជាលុយដែលបានមកពីការលក់ស្រូវនិងបន្លែដែលពួកខ្ញុំខិតខំធ្វើការរួមគ្នា